នេះណាពុកម៉ែបងប្អូននៅចកាគឺមានតែប៉ុណ្្នឹងឯងបន្ទាប់ពីការងារដាំដុះស្នោយដំណាំរួចខ្ញុំក៏បានមករៀបចំដុសស្អាតទៅលើសត្វចិញ្ចឹមរបស់ខ្ញុំហើយសត្វចិញ្ចឹមរបស់ខ្ញុំហ្នឹងឃើញថាវាកាយដីវាលេងដីច្រើនមែនទែនអញ្ចឹងហើយរោមរបស់ពួកវាហ្នឹងគឺមិនសូវល្អប្រហែលទេវាដោយថាវាសបល់វាមិនសូវស្អាតអញ្ចឹងនៅពេលប្រឡាក់ដីអញ្ចឹងហើយខ្ញុំក៏បានឆែកទៅមើលទៅលើរោមនិងដងខ្លួនរបស់ពួកវាហ្នឹងឃើញថាមានជាចៃមានទាំងសមាលទូចច្រើនមែនទែនអញ្ចឹងហើយខ្ញុំក៏បានរៀបចំជាសាប៊ូលាងចានដែលខ្ញុំប្រើហ្នឹងគឺជាសាប៊ូលាងចានខ្ញុំយកសាប៊ូលាងចានហ្នឹងដែលមានក្លិនក្រូចយកក្លិនក្រូចហ្នឹងយើងយកមកដាក់ជាមួយនឹងទឹកទៅហើយកូរវាឲ្យឡើងពពុះបន្ទាប់ពីឡើងពពុះហើយយើងត្រូវចាប់សត្វចិញ្ចឹមរបស់យើងម្ដងមួយដើម្បីដុសលាងសម្អាតវាទាំងក្រៅទាំងក្នុងទាំងរោមទាំងសកាទាំងបាតជើងវានឹងគឺដុសឲ្យស្អាតតែម្ដងគ្រប់កន្លុកកន្លេតទាំងអស់ហើយរោមដែលមន់យើងមានហ្នឹងចង្ការមន់ខ្លះវាមានរោមក្រាស់ចង្ការទៅវាមានរោមមិនសូវជាក្រាស់ប្រហែលទេហើយអ្វីដែលពិបាកលាងជាងគេហ្នឹងគឺប្រភេទមន់ដែលវារោមវារាងក្រាស់អញ្ចឹងណាយើងអាចនឹងលាងដុសសម្អាតរៀងយូរបន្តិចព្រោះអីរោមវាក្រាស់ទឹកសាប៊ូហ្នឹងគឺវាអត់ងាយជ្រាបចូលទៅដល់ស្បែកមន់ទេអញ្ចឹងគឺយើងត្រូវចាប់វាឲ្យវែកទៅលើរោមហ្នឹងជ្រក់ត្រាំនឹងទឹកសាប៊ូឲ្យរាងយូរបន្តិចទៅទឹកសាប៊ូហ្នឹងវាប៉ះជាមួយនឹងអាសត្វសមាជាចៃជាអីហ្នឹងទើបធ្វើឲ្យចៃហៀងសមាហ្នឹងវាអាចនឹងងាប់ហើយទឹកសាប៊ូលាងចានប្រភេទក្រូចនេះគឺវាមានក្លិនក្រូចសើចអញ្ចឹងហើយរោមមាន់របស់យើងហ្នឹងគឺវាមានជាប់ជាមួយនឹងក្លិនក្រូចហ្នឹងអញ្ចឹងសត្វល្អិតចង្រៃដែលវាទៅខាំមាន់របស់យើងហ្នឹងគឺវាអត់ហ៊ាននៅទេដោយសារតែវាចាញ់នឹងក្លិនក្រូចនៅពេលយើងធ្វើបែបនេះគឺសុខភាពមាន់របស់យើងគឺវាឡើងល្អនៅពេលដែលយើងលាងដុសសាប៊ូវារួចរាល់ហើយគឺយើងត្រូវយកពួកវាហ្នឹងទៅហាលថ្ងៃខ្ទង់1ម៉ោងទៅ1ម៉ោងកន្លះអីនោះដែលធ្វើឲ្យរោមរបស់ពួកវាហ្នឹងវាស្ងួតឡើងវិញអញ្ចឹងបើសិនជាយើងហាលថ្ងៃហើយរោមរបស់វាមិនស្ងួតទេគឺវាអាចនឹងឆាប់ពុករោមបងប្អូនត្រូវប្រយ័ត្នចំណុចនេះត្រូវមើលឲ្យគ្រប់សពជ្រុងជ្រោយទាំងអស់បន្ទាប់ពីយើងលាងដុសសាប៊ូហាលថ្ងៃរួចរាល់ហើយពេលដែលយប់ឡើងគឺសត្វចិញ្ចឹមរបស់យើងគឺវាចាប់ដើមដេកហើយក៏លែងមានស្រមើនិងជាចៃអីហ្នឹងទៅរំខានដំណេករបស់សត្វមាន់យើងវាអាចនឹងធ្វើឲ្យសត្វមាន់របស់យើងហ្នឹងមានសុខភាពល្អមែនទែនហើយពាក់ព័ន្ធនឹងចំណីគឺប្រភេទមាន់ដែលធំចេះគឺខ្ញុំមិនបានបាចចំណីទៅលើដីទេគឺត្រូវមានកតោមានស្នូកទឹកសម្រាប់ដាក់ឲ្យពួកវាហើយចំពោះទឹកវិញគឺយើងត្រូវបដូរជារៀងរាល់ថ្ងៃយើងមិនអាចឲ្យវាផឹកទឹកដដែលជារៀងរាល់ថ្ងៃបានទេមួយថ្ងៃគឺត្រូវតែបដូរទឹកនឹងម្ដងការចិញ្ចឹមមាន់ត្រូវការពេលវេលានិងការថែទាំដិតដល់មែនទែនទើបយើងអាចចិញ្ចឹមបានល្អហើយមានវានឹងអាចបង្កើតកូនជាចៅបន្តទៅមុខទៀតបានកូនដែលកើតមកហ្នឹងគឺខ្សោយហើយអត់មានកម្លាំងកំហែងទេអញ្ចឹងហើយបានជាយើងទាមទារការយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះសត្វចិញ្ចឹមទាំងអស់នេះ